សួស្តីបងប្អូនបាទពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺដើរលឿនមែនទែនបងប្អូនពេលវេលាគឺអត់រងចាំយើងទេហើយយើងក៏ដល់ថ្ងៃដែលទៅចាក់វ៉ាក់សាំងអុចក្តាមចំពោះរោងទី2បាទដោយសារដែលក្នុងមួយរោងគឺយើងត្រឹមតម្រូវឲ្យចាក់2ដងបងប្អូនបាទវគ្គនេះគឺចាក់2ដងវគ្គមុនចាក់តែម្ដងតែវគ្គនេះដោយសារខាងកថាប្រកុនជុកក៏អត់បានចាក់មកអញ្ចឹងម្ដងនេះគឺយើងទាមទារចាក់ក្នុងមួយរោង2ដងអញ្ចឹងណាបងប្អូនបាទហើយនេះគឺកង់ដល់បាទកំពុងដូមចូលមមាញឹកណាស់បាទហើយខ្ញុំក៏ឆ្លៀត selfie ខ្លួនឯងបន្តិចលើកដៃលេខ2ជូនបងប្អូនបាទតទៅពីយើងចាក់ហើយយើងក៏បានរើដែករើឧបករណ៍យើងចេញពីរោងបាទហើយនេះគឺទឹកភេសជ្ជៈអីតិចតួចជូនបងប្អូនកម្មករដែលគាត់បានជួយចាក់វ៉ាក់សាំងមិញបាទហើយសូមបញ្ជាក់បងប្អូនដែរថានៅក្នុងមួយរោងគឺយើងចាក់2ដងណាគឺប្រភេទជាខៀវមួយនិងអុចក្តាមមួយបន្ទាប់ពីយើងចាក់វ៉ាក់សាំងហើយយើងធ្វើការដើរចាក់ចំណីបងប្អូនដើរចាក់ចំណីបាទហើយនៅក្នុងបន្ទប់រោងនីមួយៗគឺស្រេចខ្លាំងមែនទែនព្រោះពេលយើងចាក់ខ្ទង់មក10ជាងអញ្ចឹងជ្រូកវាឃ្លានខ្លាំងណាស់បងប្អូនបាទហើយពួកខ្ញុំសប្បាយចិត្តមែនទែននៅពេលដែលឃើញជ្រូកទាំងអស់មានសុខភាពល្អស៊ីចំណីបានច្រើនកាន់គីឡូបានល្អហើយវីដេអូរបស់ខ្ញុំបាទមានត្រឹមតែប៉ុណ្្នឹងបងប្អូនសូមអរគុណសូមជម្រាបលាសូមជួយចុច like និង share មួយផងបងប្អូន